บทพิจารณาទី9ភាពជាគំរូប្រសើរជាងទ្រឹស្ដីសុភាសិតខ្មែរបុរាណពោលថាត្រកអ្នកស្រុកមើលងាយរលើសគូតខ្ចាយមានអោតមានផិនការប្រឹងប្រែងប្រកបទៅដោយបញ្ញាគឺជានិមិត្តរូបដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយនិយាយតិចប៉ុន្តែធ្វើច្រើនរមែងចម្រើនដូចចាស់តែងលើកឡើងមកថារពឹសដៃផ្ទៃឆ្អែតជីវិតគឺជាការប្រឹងប្រែងដោយខ្លួនឯងគ្មាននរណាជាអ្នកប្រឹងប្រែងជំនួសយើងនោះឡើយទី10មនុស្សល្អទោះបីជាឃើញគេធ្វើល្អឬក៏ធ្វើអាក្រក់ក៏នៅតែសប្បាយរីករាយនៅក្នុងការផ្ដល់តម្លៃបើអាក្រក់ក៏ផ្ដល់តម្លៃនៅក្នុងការជួយណែនាំឲ្យកសាងនៅសេចក្តីល្អឡើងវិញមិនមែនបោះចោលឬជឿនឈ្លីនៅក្នុងលោកនេះតើអ្នកណាដែលមិនមានកំហុសគ្រប់មនុស្សពុទ្ធជនតែងតែមានកំហុសជានិច្ចដូច្នេះហើយបើមានកំហុសក៏គួរតែជួយកែប្រែគ្នាតម្រែតម្រង់ផ្លូវគ្នាទៅវិញទៅមកទើបធ្វើឲ្យសង្គមយើងមាននៅសេចក្តីសុខទី11ធ្វើជាមនុស្សកុំខូខើខ្លាំងពេកត្រូវចេះរៀនផ្ដល់ក្តីមេត្តាចំពោះគ្នានឹងគ្នាទើបជីវិតរបស់យើងរស់នៅមានតម្លៃលោកតាក្រមងុយបានលើកឡើងថារៀនបត់រៀនបាតកុំកងហួសខ្នាតកុំភ្លិតខុសផ្លូវកុំភ្លើនផ្លេចម៉ែកុំប្រែហួសឪឃើញចាស់សក់ស្កូវកុំសូវមើលងាយបន្ទន់អាត្មាផ្លេចមេខ្លាចបាខ្លាចតាខ្លាចយាយបំរើមហាក្សត្រប្រយ័ត្នស្ដេចទាយពាក្យពិតទំនាយរលាយគេឈ្មោះតម្រង់មនុស្សឲ្យមានក្តីមេត្តាទាល់តែយកតម្រាច្បាប់ក្បួនមកសង្កត់ទើបមនុស្សចេះកែប្រែ12មនុស្សជាបន្ទុកនៃបញ្ហាគ្រប់បញ្ហាទាំងអស់ត្រូវការបញ្ញាក្នុងការដោះស្រាយមនុស្សគ្មានបញ្ញាឃើញបញ្ហាគឺជាទុក្ខប៉ុន្តែមនុស្សដែលមានបញ្ញាគឺឃើញបញ្ហាដូចជាអាវុធនៅក្នុងការពង្រឹងសមត្ថភាពជីវិតគឺមានរយៈពេលខ្លីបើយើងមិនចេះប្រើប្រាស់ជីវិតឲ្យបានត្រឹមត្រូវទេយើងនឹងរស់ក្នុងពិភពនៃសេចក្តីទុក្ខជានិច្ចទី13សម្ដីណាដែលមានឥទ្ធិពលទៅបានទើបតែសម្ដីនោះឆ្លងកាត់ពីបទពិសោធន៍និងភាពជាបុគ្គលគំរូរបស់ខ្លួនភាពជាគំរូគឺជារឿងមួយដែលល្អបំផុតនៅក្នុងការប្រើប្រាស់ទ្រឹស្ដីមនុស្សអាចខ្វះទ្រឹស្ដីប៉ុន្តែមនុស្សមិនអាចខ្វះភាពជាគំរូនៃសកម្មភាពបាននោះឡើយទ្រឹស្ដីកើតអំពីសកម្មភាពបើគ្មានសកម្មភាពទ្រឹស្ដីវាគ្រាន់តែជាការស្រមើស្រមៃរបស់អ្នកសរសេរហើយកុំចង់បានឥទ្ធិពលនៅអ្វីដែលខ្ញុំនិយាយឲ្យសោះ